បងប្អូនមានឆ្ងល់ទេមានឆ្ងល់កន្លងទៅហ្នឹងបន្ទាប់ពីគេបង្កើតរដ្ឋាភិបាលហើយឥឡូវហ្នឹងគេទឹកទៅនាំគ្នាបន្តិចទៀតហ្នឹងមីងហួរគាត់នាំគ្នាធ្វើដំណើរទៅបងឆូលីប្រាវនបងវាសនាគេនាំគ្នាទៅកូរ៉េហើយគេនាំគ្នាទៅបង្កើតអីគេហៅសភាប្រជាពលរដ្ឋមិននោះណាបង្កើតសភាព្រោះខ្ញុំវាឆ្ងល់អញ្ចេះឆ្ងល់ថាប្រទេសកម្ពុជាយើងគេបោះឆ្នោតជ្រើសរដ្ឋសភាហើយសភាបង្កើតរដ្ឋាភិបាលហើយអ្នកនយោបាយខ្មែរយើងអ្នកណាក៏ដឹងដែររឿងហ្នឹងជាពិសេសក្រុមអ្នកមីងមូសុខួរលោកប្រធានស៊ីមរងស៊ីលោកអៀងមកបាច់អីបងឡុងរីអីក៏ដឹងដែរណាក៏ដឹងថាប្រទេសកម្ពុជារដ្ឋធម្មនុញ្ញប្រទេសកម្ពុជាការបោះឆ្នោតតាមសភានិយមគេបោះឆ្នោតជ្រើសរើសសភាហើយបានគេបង្កើតរដ្ឋាភិបាលហើយវាមានបកផ្សេងអីចឹងទៅចូលរួមទោះជាបកលេងសើចទោះជាបកបន្លែបន្លំទោះជាបកយ៉ាងណាក៏ដោយប៉ុន្តែវាមានបកផ្សេងសម្រាប់រៀបចំការបោះឆ្នោតមិនចឹងទេណាប៉ុន្តែវាចម្លែកអីតែក្រុមមីងហួរនិងលោកប្រធានសៀមរងស៊ីបង្កើតរដ្ឋាភិបាលហើយបាននាំគ្នាទៅបង្កើតសភាបងប្អូនមានឆ្ងល់ទេណាមានឆ្ងល់ទេដូចប្រជ្រះបងសារ៉ាន់កុយហាសែមណាបងឆូលីប្រាវនមានឆ្ងល់ទេបង្កើតរដ្ឋាភិបាល$23ហើយបាននាំគ្នាចង់បង្កើតសភាប្រជាពលរដ្ឋនៅខាងក្រៅស្រុកហើយទៅរៀបចំឯណាគេថាទៅរៀបចំកោចោបអីណាគណៈកម្មការបោះឆ្នោតអីណារៀបចំសភាអីណាណីអីពេញទឹកពេញដីអីចឹងទៅហើយរដ្ឋាភិបាលស្អីគេហ្នឹងគេបង្កើតហើយគេចង់អាម៉េចគេខ្ញុំឆ្ងល់ហើយបងប្អូននៅក្រៅប្រទេសហ្នឹងមានយល់ខ្លះទេហ្នឹងមានពិចារណាខ្លះទេហ្នឹងឯងក៏ងប់ងល់ចេះតែជឿឈួតលីលាអញ្ចឹងមើលបងប្អូននៅក្រៅស្រុកមានគិតខ្លះទេនៅពេលដែលធ្វើអញ្ចឹងមានគិតខ្លះទេគិតថាធំត្រូវអត់សង្ស័យតែអត់គិតទេឥឡូវតែឈួតលីលាជាមួយនឹងការបំផុសបំផុលបំពាក់បំពន់មនោគមវិជ្ជាឈួតលីលាហ្នឹងសង្ស័យតែមិនបានយកខួរគិតពិចារណាពីរឿងច្បាប់ទម្លាប់អីទេសង្ស័យបាទអានោះបែរជាគេភ្លេចមែនហ្នឹងឯងអានោះណាស្រុកយើងបង្កើតរដ្ឋសភាហើយបានគេបង្កើតរដ្ឋាភិបាលបងបញ្ញរិទ្ធវង្សដល់ពេលក្រុម$23បង្កើតរដ្ឋាភិបាលហើយបាននាំគ្នាទៅបង្កើតសភាលោកហើយអីក៏វាល្ងងម៉េះហើយមហាជននៅដល់ស្រុកក្រៅហើយឲ្យគេអស់ទាញគ្រូក្បាលទៅលេងអញ្ចឹងឲ្យគេប្រវល់ក្បាលលេងអញ្ចឹងសមដែរណាហើយដូចលេងបៃលុកបៃឡអញ្ចឹងសមដែរហើយអាសូរតែមនុស្សល្ងងមិនមែនអ្នកនយោបាយទៅមីងហួរលោកប្រធានសៀមរាំងស៊ីអ្នកផ្សេងទៀតសិតតែដឹងទាំងអស់បងឆូលីបងចាន់នីតែស្រឡាញ់សន្តិភាពណាអ្នកមីងបូរីវ៉ាន់បងអេងកាសាអញ្ចឹងមិនថាបងអេងកាសាថាបង្កើតលោកអីក៏ដោយប៉ុន្តែយើងយករដ្ឋធម្មនុញ្ញប្រទេសយើងយកមកធ្វើទៅណាប៉ុន្តែពួកនេះគឺធ្វើអីផ្ទុយពីរដ្ឋធម្មនុញ្ញប្រទេសកម្ពុជាផ្ទុយហើយម្នាក់នាំគ្នានិយាយថាលោកហ៊ុនសែនធ្វើខុសរដ្ឋធម្មនុញ្ញបងកំឡុងដល់ពេលខ្លួនឯងនាំគ្នាធ្វើដូចឈួតបង្កើតរដ្ឋាភិបាលហើយបានបង្កើតរដ្ឋសភាក្រោយទៀតវាមិនដែលប្រទេសកម្ពុជារបបសភានិយមគេធ្វើសភាហើយគេបង្កើតសភាមហាជនហើយបានគេនាំគ្នាបង្កើតរដ្ឋាភិបាលអាហ្នឹងបានវាត្រឹមត្រូវណាអាហ្នឹងបានវាត្រឹមត្រូវតាមប្រទេសដែលយកសភានិយមប្រទេសប្រជាធិបតេយ្យប្រកាន់របបសភានិយមគឺគេធ្វើអញ្ចឹងហើយគេមានការបោះឆ្នោតអីត្រឹមត្រូវបើសិនណាជាយើងចង់ធ្វើអញ្ចឹងមែនវាត្រូវមានបកផ្សេងវាមានការប្រកួតប្រជែងអីធ្វើដូចគេនៅក្នុងស្រុកអញ្ចឹងទោះជាលេងល្បែងក៏វាឲ្យដូចគេដែរបើមកតែយើងចោទតែលោកហ៊ុនសែនបករាប់សិបទៀតនោះសិតតែបកអណបកអីទេគេមានបករៀបចំការបោះឆ្នោតគេមានអន្តរជាតិគេមានអីត្រួតពិនិត្យគេមានអីចឹងទៅអីចុះឯងនេះមកធ្វើគ្នាឯងប្រមាណអ្នកហ្នឹងហើយមកតំណាងឲ្យប្រជាពលរដ្ឋទូទាំងប្រទេសខ្លួនឯងបង្កើតរដ្ឋាភិបាលតែក្រុមគ្នាឯងប្រមាណអ្នកហ្នឹង
ថារដ្ឋាភិបាលខ្លួនឯងនឹងតំណាងឲ្យប្រជារាស្ត្រខ្មែរពាក្យហ្នឹងមានខ្មាស់គេទេនៅពេលដែលយើងនិយាយអញ្ចឹងទៅមានខ្មាស់គេអត់ត្រូវប្រជារាស្ត្រខ្មែរប៉ុន្តែប្រជារាស្ត្រខ្មែរប្រមាណអ្នកសួរសិនដែលគេគាំទ្រយើងហ្នឹងហើយយើងបោះឆ្នោតឲ្យអត់ហ្នឹងយើងបង្កើតខ្លួនឯងអីខ្លួនឯងតែគ្នាយើងប្រមាណក្បាលហ្នឹងហើយខ្លួនឯងតាំងខ្លួនដែលអ្នកប្រជាធិបតេយ្យដល់ទីបំផុតចុះឡើងមករៀបចំបង្កើតរដ្ឋាភិបាលខ្លួនឯងអីខ្លួនឯងបង្កើតរដ្ឋសភាអីខ្លួនឯងតែគ្នាឯងតែក្រុមបកពួកគ្នាឯងដដែលហ្នឹងបើសិនណាជាបកពួកលោកសំរងស៊ីធ្វើអញ្ចឹងបានណាគណៈបកផ្សេងទៀតក៏គេអាចធ្វើបានដូចតែគ្នាហ្នឹងអញ្ចឹងប្រទេសកម្ពុជាមានរដ្ឋាភិបាលប្រមាណទៅឧទាហរណ៍ដូចសុគន្ធរៈឡុងចុះសុគន្ធរៈឡុងហ្នឹងចង់បង្កើតរដ្ឋាភិបាលមួយដែរហើយរដ្ឋាភិបាលសុគន្ធរៈឡុងដែលបង្កើតហ្នឹងគឺតំណាងឲ្យខ្មែរទូទាំងប្រទេសសំណួរសួរថាតើខ្មែរបោះឆ្នោតឲ្យគណៈបកឲ្យរដ្ឋាភិបាលសុគន្ធរៈឡុងអត់មានទេសួរថាមានខ្មែរគាំទ្រសុគន្ធរៈឡុងឯងមានខ្មែរគាំទ្រសុគន្ធរៈឡុងនឹងធ្វើការជាមួយសុគន្ធរៈឡុងមានប៉ុន្តែមិនមែនមានន័យថាខ្មែរដែលគាំទ្រសុគន្ធរៈឡុងនឹងជាតំណាងឲ្យខ្មែរទូទាំងប្រទេសទេជាតំណាងឲ្យខ្មែរទូទាំងពិភពលោកទេមែនទេប្រិមិត្តអត់ទេអញ្ចឹងបើសៀមរងស៊ីធ្វើបានសុគន្ធរៈឡុងក៏ធ្វើបានបើសុគន្ធរៈឡុងធ្វើបានបងច័ន្ទនីក៏ធ្វើបានអញ្ចឹងប្រទេសកម្ពុជានឹងមានរដ្ឋាភិបាលក្រៅប្រទេសប្រមាណនេះដូចជាអីម្នាក់អីដែលទៅចូលមួយសម្ដេចតេជោនោះគាត់មិនបង្កើតរដ្ឋាភិបាលសំសេរីនោះគាត់មិនបង្កើតរដ្ឋាភិបាលដែរគាត់ធ្វើលិខិតមានរចនាសម្ព័ន្ធមានអីត្រឹមត្រូវអានឹងគាត់ធ្វើតាំងពីមុននេះទៀតហើយចូលរដ្ឋាភិបាលក្រៅប្រទេសអីក៏មានក៏អ្នកណាម្នាក់ហើយគាត់មានគ្នាតែប្រមាណអ្នកតែសំសេរីនោះគាត់បង្កើតរដ្ឋាភិបាលក្រៅប្រទេសបានមួយដែរហើយសេចក្តីថ្លែងការណ៍របស់គាត់ម្ដងគឺតំណាងឲ្យខ្មែរទូទាំងប្រទេសនិងទូទាំងពិភពលោកសំណួរសួរថាតើខ្មែរណាគេឲ្យគាត់តំណាងខ្មែរណាខ្លះមានគេបោះឆ្នោតឲ្យអត់មានគេប្រគល់ប្រទេសនឹងឲ្យគាត់អត់ផងណាដោយក្រុមលោកប្រធានសៀមរងស៊ីអញ្ចឹងមានតែគ្នាគាត់ហ្នឹងឥឡូវមានខ្មែរណាដែលគេប្រគល់ប្រទេសនឹងឲ្យទៅគាត់នោះហើយគាត់មានសិទ្ធិអីដែលនិយាយនៅក្នុងនាមខ្មែរទូទាំងប្រទេសនោះក៏អត់មានទេសូម្បីតែសង្គមប្រជាធិបតេយ្យក៏គ្មានអាណាគេធ្វើអញ្ចឹងដែរមែនទេអញ្ចឹងគាត់ក៏ខុសទី1បងស្គីលគាត់ខុសទី1គឺគាត់ណែបង្កើតរដ្ឋាភិបាលមុនបង្កើតសភាខុសទី2មួយម៉ាត់ណាក៏ខ្លួនតំណាងឲ្យប្រជារាស្ត្រទូទាំងប្រទេសនិងប្រជារាស្ត្រ17លានអ្នកដែរខ្ញុំចេះតែឆ្ងល់ថាពួកនឹងនិយាយអត់មានសេចក្តីអៀនខ្មាស់គ្មានហិរិអោតបៈទេអីសំបីតាលោកហ៊ុនសែនណាគាត់បោះឆ្នោតក៏គាត់និយាយពីភាគរយដែលគាត់ទទួលបានណាគាត់មិនហ៊ាននិយាយថាប្រជាទូគាត់មានអំណាចប៉ុណ្ណឹងគាត់អត់មានហ៊ាននិយាយថាប្រជារាស្ត្រខ្មែរទាំងអស់គាំទ្រគាត់ទេណាគាត់និយាយថាគណៈបកប្រជាជនទទួលបាន83%អីចឹងទៅគាត់និយាយចឹងគាត់អត់ហ៊ានថាគាត់នឹងតំណាងឲ្យខ្មែរទូទាំងប្រទេសហើយជីវិតថ្មីប្រជីហ្វូណនដេជោបងឆូលីប្រាវក៏គេនិយាយពីភាគរយដែរចំណែកឯខ្លួនឯងនេះមកបង្កើតគ្នាឯងប្រមាណអ្នកហើយបង្កើតគ្មានដឹងរដ្ឋធម្មនុញ្ញគ្មានដឹងក្បាលមានដឹងកតុយអីផងគ្មានទាំងបោះឆ្នោតគ្មានបានទាំងរៀបចំប្រកួតប្រជែងអីផងបែរទៅជាថាខ្លួនឯងជារដ្ឋាភិបាលអន្តរជាតិគេមិនដឹងទាំងទទួលស្គាល់ផងមកថាខ្លួនឯងជារដ្ឋាភិបាលខ្លួនឯងមិនបានទៅធ្វើការក្នុងផ្លូវរដ្ឋមិនមានអាសនៈនៅក្នុងអង្គការសហប្រជាជាតិផងខ្លួនឯងថាខ្លួនឯងតំណាងឲ្យខ្មែរសំណួរខ្ញុំសួរថាតើពួកគាត់មានសេចក្តីអៀនខ្មាស់ទេមានហេរិអោតបៈទេអត់មានទេមែនទេអត់មានហេរិនិងអោតបៈទេគ្មានសេចក្តីខ្មាស់បាបខ្លាចបាបខ្ពើមបាបអីទេអត់ទេគឺថាមុខក្រាស់ហ្មងណាមុខក្រាស់ហ្មងតែងតាំងខ្លួនឯងយកហ្មងបើមិនបានមានវាសនាធ្វើនាយករដ្ឋមន្ត្រីមែនទេណាក៏សុំធ្វើនាយករដ្ឋមន្ត្រីផោមនាយករដ្ឋមន្ត្រីខ្យល់ដែរបើអាហ្នឹងវាចឹងណាប្រិមិត្តចឹងកំហុសខ្ញុំមិនដែលឃើញទេប្រទេសដែលប្រកាន់យករបបប្រជាធិបតេយ្យសភានិយមបែរទៅជាបង្កើតរដ្ឋាភិបាលមុនបង្កើតរដ្ឋសភាឥឡូវនេះគេទៅចាប់ដើមមីងហួរទៅចាប់ដើមគៀងកោប្រម៉ែប្រមូលដល់បង្កើតរដ្ឋសភាតើអចប់បាត់ចឹងហើយបានខ្ញុំហៅថាក្រមអ្នកនយោបាយបៃលុកបៃឡហ្នឹងណាបងប្អូនហើយ
បើថាក្មេងខ្មាំងមិនដឹងខ្យល់អីទៅចេះតែធ្វើតែប្តេតែផ្ដាស់អញ្ចឹងទៅហើយនេះខ្លួនឯងជាអ្នកនយោបាយធ្លាប់ទៅចូលរួមដឹកនាំប្រទេសចូលរួមនៅក្នុងសភាជាតិដែរដល់ពេលយកមកក្រៅប្រទេសនាំគ្នាធ្វើអ្វីមួយធ្វើលលេលើអត់ដឹងអីអានឹងអញ្ចឹងអានឹងពាក់ព័ន្ធជាមួយនឹងសភាបាទសួស្ដីបងសុភ័ក្រសួស្ដីបងអាដាមសេនីត្រីយកមឿនបាទសួស្ដីបាទបងឆៃអៀបបាទសួស្ដីបង្កើតរដ្ឋាភិបាលមុនបង្កើតសភាបាទអញ្ចឹងវាផ្ទុយពីរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាយើងហើយអញ្ចឹងពួកនេះគេមិនខ្វល់ពីរដ្ឋធម្មនុញ្ញទេបើយើងនិយាយឲ្យចំទៅអ្នកដែលមិនយករដ្ឋធម្មនុញ្ញមកធ្វើជាគោលហ្នឹងគឺស្មើនឹងរដ្ឋបហាធម្មនុញ្ញរដ្ឋធម្មនុញ្ញនៃប្រទេសខ្លួនហើយបើរដ្ឋបហាធម្មនុញ្ញប្រទេសខ្លួនអ្នកនឹងគ្មានសិទ្ធិអីក្នុងនាមថាតំណាងឲ្យខ្មែរទេបាទធម្មនុញ្ញខ្មែរទូល្អទូអាក្រក់ក៏នៅតែជារដ្ឋធម្មនុញ្ញដែលអង្គការសហប្រជាជាតិគេទទួលស្គាល់ហើយដែលបង្កើតឡើងដោយអ៊ុនតាក់កាលពីជំនាន់អ៊ុនតាក់នឹងមកដែរអញ្ចឹងចង់មិនចង់ច្បាប់ល្អឬក៏ច្បាប់មិនល្អមួយចំនួនយើងត្រូវតែអនុវត្តតាមនឹងតាមក្រិតក្រមប្រទេសដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យសេរីនិយមតាមបែបសភានិយមអានឹងអញ្ចឹងអានេះខ្ញុំនិយាយលេងប៉ុណ្ណឹងឥឡូវត្រឡប់មករឿងសមាជសត្វស្រមោចនៅក្នុងទៀងអង្គររបស់សៀមវិញម្ដងគេមាន5ចំណុចហ្នឹងគឺជាការដែលគេដើម្បីឲ្យរដ្ឋាភិបាលគេនឹងអនុវត្តហ្នឹងហើយចំណុចទី1គេថាស្វែងរកអ្នកទទួលខុសត្រូវលើបញ្ហាសៀមឈ្លានពានចំណុចហ្នឹងជួយសៀមខ្ញុំនិយាយពីចំណុចទី1សិនណាបងឌីណាកូនខ្មែរបងរតនាចំណុចទី2គេថាលោកបំបត្តិ scam online ចំណុចទី3គេថាមិនទទួលស្គាល់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតឬក៏រដ្ឋាភិបាលដែលប្លន់យកអាសនៈរបស់ប្រជាពលរដ្ឋចំណុចទី4គេថាដើរតាមផោមលោកប្រធានសៀមរាំងស៊ីដើរតាមផោមហ្នឹងគឺដើរតាមក្រោយទទួលស្គាល់លោកប្រធានសៀមរាំងស៊ីនិងរដ្ឋាភិបាល$23ចំណុចទី5ចំណុចទី4ចំណុចទី5គេថាបបួលគ្នាផ្ដួលរំលំរដ្ឋាភិបាលតកូលហ៊ុនអានឹងគឺជាសេចក្តីសម្រេចរបស់សមាជរបស់គេនោះសេចក្តីសម្រេចទាំង5ហ្នឹងទាំង5ចំណុចហ្នឹងបងប្អូនគិតថាតើរដ្ឋាភិបាលមកចកោមផោមក្រៅស្រុកហ្នឹងគាត់អាចយកទៅដោះស្រាយបានទេដោះស្រាយរឿងជាតិបានទេសំណួរយើងសួរថាដោះស្រាយរឿងជាតិបានទេចម្លើយអត់ត្រង់ណាអត់ទី1ស្វែងរកអ្នកទទួលខុសត្រូវបញ្ចប់បញ្ហារឿងសៀមឈ្លានពានហើយគេផ្ដោតទៅលើកិច្ចព្រមព្រៀង$23នោះគេថាដោយផ្អែកទៅលើកិច្ចព្រមព្រៀង$23អាចំណុចហ្នឹងណាខ្ញុំស្មានថាគេផ្អែកទៅលើសន្ធិសញ្ញានិងអនុសញ្ញាបារាំងសៀមឆ្នាំ1903សំទោសឆ្នាំ1904ឆ្នាំ1907ស្រាប់គេថាគេផ្អែកទៅលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើយខ្ញុំឆ្ងល់ចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីសវាមានពាក់ព័ន្ធអីជាមួយនឹងព្រំដែនវាពាក់ព័ន្ធជាមួយនឹងអធិបតេយ្យបូរណភាពទឹកដីហើយបូរណភាពទឹកដីរបស់យើងវាតតែប្រទេសទាំងសងខាងហ្នឹងកាលពីមុនហ្នឹងមានការកំណត់ព្រំដែនរួចអស់ហើយប៉ុន្តែកន្លងមកប្រទេសយើងមានសង្គ្រាមច្រើនរវាងសៀមនិងកម្ពុជាមិនទាន់បានកំណត់ព្រំដែនរួចរាល់អស់ទេនៅក្នុងចំណោមដែនដីដែលជាប់ព្រំដែនគ្នា800ជាងគីឡូម៉ែត្រហ្នឹងកម្ពុជាយើងមិនទាន់បានកំណត់ព្រំដែនជាមួយនឹងប្រទេសសៀមរួចរាល់ទេបើមិនទាន់កំណត់ព្រំដែនរួចរាល់ជាស្ថាពរខាងក្រោយនេះមកទៀតដូច្នេះតើអធិបតេយ្យរបស់កម្ពុជាបូរណភាពទឹកដីអធិបតេយ្យរបស់កម្ពុជានឹងនៅកន្លែងណាអាកិច្ចព្រមព្រៀងនឹងបញ្ជាក់អត់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនឹងមានបញ្ជាក់ថាគឺរក្សានៅដែនអធិបតេយ្យទៅតាមអនុសញ្ញាបារាំងសៀមឆ្នាំ1904ឆ្នាំ1907សន្ធិសញ្ញានិងអនុសញ្ញាដែរឬអត់មានផងគ្រាន់តែក្នុងនោះគេដាក់ថាគឺធានាមិនឲ្យប្រទេសណាមួយរំលោភលើដែនអធិបតេយ្យរបស់កម្ពុជាគេដាក់តែប៉ុណ្ណឹង
ប៉ុន្តែសួរថាដែនអធិបតេយ្យរបស់កម្ពុជាគេកំណត់ដោយអីគេកំណត់ដោយផែនទីផុសតាងព្រំដែនសួរថាតើកម្ពុជានិងសៀមកំណត់រួចហើយនៅដែលយើងឆ្លោះគ្នារាល់ថ្ងៃឆ្លោះគ្នាដោយសាររឿងមិនទាន់កំណត់ព្រំដែនអញ្ចឹងសួរថាតើអាកិច្ចព្រមព្រៀង$23ហ្នឹងយកទៅអនុវត្តកើតទេអត់ចម្លើយគឺអត់អានឹងហើយគេហៅថាក្រុមអ្នកនយោបាយល្ងងខ្លៅណារកអ្នកបញ្ចប់ស្អីបើខ្លួនឯងល្ងងសងំហ្នឹងខ្លួនឯងល្ងងមិនដឹងទាំងដឹងថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហ្នឹងគេធ្វើឡើងដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជាផងហ្នឹងអាកិច្ចព្រមព្រៀងហ្នឹងគឺបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជាមិនមែនបញ្ចប់ព្រំដែនកម្ពុជាសៀមព្រំដែនកម្ពុជាឡាវព្រំដែនកម្ពុជាវៀតណាមទេសូមបញ្ជាក់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគឺជួយបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជាបើខ្លួនឯងធ្វើនយោបាយគ្មានដឹងក្បាលមានដឹងកតុយអីទេខំបង្រៀនម្ដងទៀតទៅអ្នកខ្លះសក់ស្កូវចិត្តនឹងងាប់ទៅវិញហើយគ្មានដឹងក្បាលមានដឹងកតុយអញ្ចឹងគិតមិនទៅបងឧត្តមសេនីយ៍ត្រីយ៉មឿនសំណួរសួរថាតើពួកគាត់គិតតែម៉េចទៅអត់យល់អីទាំងអស់តែហ្មងអញ្ចឹងគេថាឲ្យរដ្ឋាភិបាលគេនឹងស្វែងរកដំណោះស្រាយហ្នឹងឬក៏គេឲ្យរដ្ឋាភិបាលហ្នឹងជំរុញឲ្យអ្នកទទួលខុសត្រូវអារដ្ឋាភិបាល$23គេហ្នឹងឲ្យលោកហ៊ុនសែនលោកហ៊ុនម៉ាណែតអ្នកទទួលខុសត្រូវមិនបានទៅរកអ្នកទទួលខុសត្រូវអានឹងដូចទៅជួយសៀមទៀតអានឹងជួយសៀមបងប្អូនមិនជឿចាំមើលអារដ្ឋាភិបាលពំក្តរហ្នឹងគេនឹងយកអានឹងទៅអនុវត្តគោលការណ៍ទី1ហ្នឹងអនុវត្តអ្នកណាអ្នកទទួលខុសត្រូវរឿងបាត់ដីហ្នឹងអ្នកណាទទួលខុសត្រូវរឿងគេកំទេចផ្ទះហ្នឹងបងប្អូនជឿចាំមើលនិយាយហ៊ុនសែនហ៊ុនម៉ាណែតដល់ចឹងអាពួកហ្នឹងវាដាក់គោលដៅប្រឆាំងជាមួយនឹងលោកហ៊ុនសែនលោកហ៊ុនម៉ាណែតជំនួសសៀមឥឡូវសៀមវាបញ្ចប់ហើយវានៅឡើយតែពួកអាល្ងងទូនៅខាងក្រៅស្រុកហ្នឹងវាអត់ទាន់បញ្ចប់ប្រឆាំងលោកហ៊ុនសែនជំនួសសៀមអញ្ចឹងវាធ្វើម៉េចដាក់គោលដៅឲ្យក្រុម$23ហ្នឹងចោតប្រកាន់ទម្លាក់កំហុសរឿងហ្នឹងទៅថាលោកហ៊ុនសែនអត់ប្តឹងទៅ ICJ ដដែលឃើញទេលោកហ៊ុនសែនអត់ប្តឹងអត់យកកិច្ចព្រមព្រៀងទីក្រុងប៉ារីសមកអនុវត្តលោកហ៊ុនសែនអត់ប្តឹងទៅ ICC ឃើញទេបងប្អូនឃើញទេអញ្ចឹងក្រុមប្រព័ន្ធរដ្ឋាភិបាលមកចកោមគេហ្នឹងគេយកអារឿងដដែលដែលចោតទៅរដ្ឋាភិបាលកម្ពុជាហ្នឹងទៅរាជរដ្ឋាភិបាលកម្ពុជាហ្នឹងរឿងហ្នឹងដដែលហើយគេឲ្យគេហ្នឹងអ្នករុញឲ្យលោកហ៊ុនសែនទទួលខុសត្រូវលោកហ៊ុនម៉ាណែតឲ្យរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នហ្នឹងទទួលខុសត្រូវចំពោះអ្វីដែលវាបានកើតឡើងហ្នឹងដោយដែលគេបានចោទប្រកាន់កន្លងមករឿងអត់ថ្មីទេរឿងចាស់ដដែលឃើញទេរឿងចាស់ដដែលហ្នឹងគេឲ្យពីហ៊ុនម៉ាណែតកាត់ដីឲ្យសៀមបដោយឲ្យសៀមមកយកទឹកដីមិនព្រមប្តឹងមិនព្រមអីហ្នឹងអាចំណុចទី1ហ្នឹងគឺដដែលគឺនយោបាយជួយសៀមទម្លាក់កំហុសរឿងហ្នឹងឲ្យទៅលោកហ៊ុនសែនកុំភ្លេចសៀមរាំងស៊ីគឺជាសំណក់សៀមចំណែកឯអ្នកដើរតាមសៀមរាំងស៊ីគឺជាកូនឆ្កែរបស់សៀមជាកូនឆ្កែរបស់សៀមដូច្នេះអារបៀបហ្នឹងគឺកាឡាចេញមកហ្នឹងយើងដឹងមកអញ្ចឹងអាសមាជឈួតលីលីអីគេហ្នឹងអាសមាជស្អីគេហ្នឹងមានរឿងអីថ្មីអារឿងចោតគេរួចទៅហើយហ្នឹងយកអារឿងចោតគេរួចទៅហើយហ្នឹងមកដាក់ធ្វើជារឿងអីទី1ទី2សំណួរសួរថាតើអារដ្ឋាភិបាល$23ហ្នឹងទៅស្វែងរកសុខសន្តិភាពទៅយកទឹកដីពីសៀមដែលវាកំពុងតែកាន់កាប់រាល់ថ្ងៃហ្នឹងបានដែរឬអត់ចម្លើយគឺអត់ពីព្រោះមានអន្តរជាតិឯណាគេទទួលរដ្ឋាភិបាលហ្នឹងទទួលស្គាល់រដ្ឋាភិបាលហ្នឹងមុននឹងយើងទះដៃយើងសួរសិនតើអង្គការសហប្រជាជាតិនឹងគេផ្ដល់អាសនៈឲ្យរដ្ឋាភិបាលឯងហើយឬនៅទី1ទី2តើពិភពលោកហ្នឹងគេទទួលស្គាល់រដ្ឋាភិបាល$23ឯងហើយឬនៅបើអត់មានច្បាប់ទទួលស្គាល់ច្បាប់ជាតិនិងច្បាប់អន្តរជាតិទទួលស្គាល់ទេសួរថាតើភាគីថៃគេមកចរចាគេមកនិយាយរឿងទឹកដីដែលគេកំពុងតែកាន់កាប់នឹងជាមួយសៀមរាំងស៊ីទេជាមួយនឹងរដ្ឋាភិបាលពំក្តរ$23ហ្នឹងទេតើគេមករៀបចំបោះបកគោលព្រំដែន
ប្រទេសកម្ពុជានឹងជាមួយនឹងសៀមសំអានដែរទេចម្លើយអត់ទេគេនឹងរៀបចំជជែកគ្នាគេចរចាគ្នាជាមួយរដ្ឋាភិបាលកម្ពុជាហើយចុះបើគេចរចាគេជជែកគ្នាជាមួយរដ្ឋាភិបាលកម្ពុជារាល់ថ្ងៃហើយចុះអាណាអ្នកទៅយកទឹកដីនឹងឲ្យប្រជាពលរដ្ឋនោះមិនរដ្ឋាភិបាលក្នុងប្រទេសមិនមែនពួកអា$23នៅក្រៅហ្នឹងឯណាហើយក៏មិនល្ងងម៉េះចាញ់បោកគេប្រជាពលរដ្ឋខ្មែរមួយចំនួនចាញ់បោកគេឥឡូវសៀមនិយាយជាមួយអ្នកណារាល់ថ្ងៃហ្នឹងសៀមនិយាយជាមួយពួក$23ហ្នឹងឬក៏សៀមនិយាយជាមួយលោកហ៊ុនសែនលោកហ៊ុនម៉ាណែតបើសៀមនិយាយជាមួយរដ្ឋាភិបាលលោកហ៊ុនសែនលោកហ៊ុនម៉ាណែតមានន័យថាសៀមក៏វាទទួលស្គាល់តែរដ្ឋាភិបាលផ្លូវការរបស់ប្រទេសកម្ពុជាដែរតែបើសៀមវាមកនិយាយជាមួយរដ្ឋាភិបាល$23អាហ្នឹងបានរដ្ឋាភិបាល$23ហ្នឹងមានតួនាទីជាអ្នកទៅយកទឹកដីសងជូនប្រជាពលរដ្ឋវិញយល់អត់អ្វីដែលខ្ញុំនិយាយហ្នឹងបញ្យល់ប៉ុណ្ណឹងមកយល់ហើយណាមកយល់ហើយណាអ្នកនៅក្រៅប្រទេសអ្នកប្រិមិត្តនៅក្រៅប្រទេសមកយល់ហើយប៉ុណ្ណឹងណាគួរតែយល់ហើយវាមិនដែលល្ងងដល់ថ្នាក់មិនយល់ទេងាយប៉ុណ្ណឹងនោះណាអាហ្នឹងចំណុចទី1ចំណុចទី2លុបបំបត្តិ scam online គេឲ្យរដ្ឋាភិបាល$23ហ្នឹងលុបបំបត្តិ scam online ឥឡូវខ្ញុំដាក់សំណួរសួរអញ្ចេះបើយោងតាមអ្វីដែលបងឡុងរីគាត់បានលើកឡើងខ្ញុំមានវីដេអូប៉ុន្តែខ្ញុំខ្ជិលចាក់ព្រោះខ្ញុំសង្ខេបអត្ថន័យនឹងហើយខ្ញុំបានផុសនៅក្នុងហ្នឹងហើយបងប្អូនទៅស្ដាប់ទៅគេថា scam online ធ្វើឲ្យបាក់មុខមាត់ដល់ប្រទេសកម្ពុជាបាត់បង់សេចក្តីថ្លៃថ្នូរណាអាហ្នឹងដោយសារតែ scam online អញ្ចឹងសមាជហ្នឹងគេសម្រេចឲ្យរដ្ឋាភិបាល$23ហ្នឹងលុបបំបត្តិ scam online ក្នុងន័យហ្នឹងអញ្ចឹងសំណួរខ្ញុំសួរថាពួក$23ហ្នឹងទៅលុបបំបត្តិ scam online ពេលថ្ងៃណាពេលណាឆ្នាំណាណាអាហ្នឹងគឺជាសំណួរតើរដ្ឋាភិបាល$23ហ្នឹងមានសមត្ថភាពអីការពារមុខមាត់ប្រទេសកម្ពុជាតើក្រមសៀមរាំងស៊ីនឹងកន្លងមកដែលគាត់ការពារមុខមាត់នឹងកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាដែរឬអត់ជាសំណួរចម្លើយគឺអត់ហើយនេះបានខ្ញុំថាអត់អ្នកដែលដើរសំអុយប្រទេសកម្ពុជាគឺក្រុមលោកសៀមរាំងស៊ីបងធីសម្បត្តិបងលីសបងជលីប្រោនមិនចឹងឲ្យតែប្រទេសកម្ពុជាមានរឿងពួកអានឹងយកមកផ្សព្វផ្សាយទាំងអស់ប្រទេសកម្ពុជាក្រមការដឹកនាំរបស់ហ៊ុនសែនកុំទៅលេងស្រុកខ្មែរប៉ាងសុខឿនក៏និយាយអ្នកណាក៏និយាយដែរអាពួកហ្នឹងដើរបង្ខូចប្រទេសកម្ពុជាសំអុយប្រទេសកម្ពុជាប្រាប់ពិភពលោកកម្ពុជានឹងអាក្រក់ណាស់កម្ពុជានឹងមិនល្អទេកម្ពុជាអសវត្ថភាពកម្ពុជានឹងមិនមានសេរីភាពដើរទប់ស្កាត់និយាយរួមគឺបំផ្លាញប្រទេសកម្ពុជាខ្លួនឯងមែនមិនមែនសំណួរសួរថាមុខមាត់ប្រទេសកម្ពុជាអាណាគេអ្នកដើរផ្សព្វផ្សាយឲ្យអាក្រក់ឧបមាថាប្រទេសយើងវាអាក្រក់គ្រួសារយើងវាអាក្រក់ទៅចោះយើងមិនថាគ្រួសារយើងល្អទេឧទាហរណ៍ថាឥឡូវក្នុងក្រុមគ្រួសារយើងមានបងយើងហ្នឹងគាត់ដឹកនាំក្រុមគ្រួសារគាត់ធ្វើអាក្រក់ហើយយើងជាប្អូននៅក្នុងក្រុមគ្រួសារនឹងដែរយើងដើរប្រាប់អ្នកដទៃថាបងប្អូនអើយគ្រួសារខ្ញុំថោកទាបណាស់គ្រួសារខ្ញុំមកក្រុមការដឹកនាំបងខ្ញុំណាថោកទាបណាស់មិនល្អទេកុំទៅលេងក្រុមគ្រួសារខ្ញុំកុំទៅលេងនៅផ្ទះខ្ញុំសំណួរសួរថាទង្វើបែបហ្នឹងឯងជាទង្វើការពារមុខមាត់ដែលថាស្រឡាញ់មុខមាត់កិត្តិយសប្រទេសកម្ពុជាចម្លើយគឺអត់មានន័យថាក្រុមសៀមរាំងស៊ីគាត់អត់ស្រឡាញ់មុខមាត់ប្រទេសកម្ពុជាទេគាត់យកអានឹងធ្វើជារនាំងទី1មានន័យថាគាត់អត់ស្រឡាញ់ប្រទេសកម្ពុជាទេប្រទេសកម្ពុជាកំពុងតែមាន scammer ច្រើនមួយថ្ងៃចោតកម្ពុជាតាមសៀមចោតសៀមមាន scam online ដែរតែអត់ដែលរិះគន់ទៅសៀមនៅពេលដែលសៀមវាចោតប្រកាន់យើងថាយើងជាសបុក scam online ជាហេតុធ្វើឲ្យប្រទេសគេនឹងអាក្រក់អញ្ចឹងមួយចុះពីរដោយសារតែប្រទេសយើងអាពួកហ្នឹងវានិយាយតាមសៀមចោតប្រកាន់ scam ស្រុកយើង scam ស្រុកសៀមអាពួកហ្នឹងវាអត់ដែរនិយាយទេបើសិនណាជាអាពួកហ្នឹងមិនបំរើឲ្យសៀមប្រកបណាស់វានឹងឲ្យតម្លៃស្មើគ្នាថាសៀមក៏ scam កម្ពុជាក៏ scam ពិភពលោកទាំងមូលគឺមាន scam online មិនមែនជារឿងកម្ពុជាតែមួយទេណាវារឿងប្រទេសនៅតំបន់ទាំងមូលវាពាក់ព័ន្ធជាមួយនឹង scam online ទុះតិចទុះច្រើនវាត្រូវតែមានពាក់ព័ន្ធនឹង scam online
ก็เป็นพวกนั้นอันยัยปีhướng xím ấy xímยัยเจ้าขมายเวียตามxímเจ้าขมายถ้าสบกสเกมออนไลน์เขาจะแสดงอาเซียมตั้งแต่ได้วิจิตรสบกออนไลน์มนเกเคยไหมบอกว่าเคยไหมเคยถึงเวอร์นั่งไงสู้ถ้าตาพวกนั้นอ่ะปัจจัยเลือกมุกมอดเราประเทศกัมพูชีเตพวกนั้นปัจจัยสลายประเทศกัมพูชีเตทุกจีมันสลายโลกคนไซโลกคนมาในก็ได้ก็พวกนั้นเตาแต่สลายมุกมอดนั่งเกยติยั่วระบบประเทศกัมพูชีได้เจ้าให้เอาไว้บ้านจีพวกนั้นก่อนแต่จ้องเชื่อโลกคนไซโลกคนมาไหนดาวสมอ้อยประเทศครูนไอดาวสมอ้อยครูซาครูนไอเนเลือไปพบโลกบอมเอาซูครูนไอเกิดมือได้ขยมเปรียบเทียบท่าโลกคนไซจีครูซายืนจีครูซาขมายเสียมหนังซีกรมเสียมหนังซีก็จีครูซาขมายเรื่องเกยติยั่วขมายเตาแต่นอมเทียกาปีเจ้าบัสนาจีมุยกาเปียเกตยุคไหมไอ้มวยtiếpดาวบำพลางเกตยุคไหมเขาอยากเลยเนี่ยเกมเอาปากกาทาลุกแบบมัดเกมออนไลน์นำไปกับเอาเขาเกตยุคไหมขนมเป้ในครุนไอ้ดาวบำพลางเกตยุคไหมปราบบอดดิสมนัวสัวท่าตาเนี่ยนโยบายมาไป$นั่นคือจีเนี่ยนโยบายเจียดนิยมหรือก็โยเจียดเมานิยมจำเล้าบองโอนเนี่ยเราครุนไอ้ตีมวยตีปีตารอท่าไปบ้านมาไป$นั่นแต่ดอกสายวิบัติสเกมออนไลน์ระเบียบใหม่ปีโปรสเกมออนไลน์เวียดร้อยอนุวัตเจ็ดแดงไอ้เจ้าโคลนไอ้นั่งเมียนไปลิเตเมียนกองตัวเตเมียนเนี่ยធ្វើការរឿងสเกมออนไลน์នឹងទេអត់ចុះបាទឥឡូវនឹងអត់ឥឡូវនឹងស្កេមកំពុងតែមាននៅពេញប្រទេសអញ្ចឹងជំរុញឲ្យរដ្ឋាភិបាល$23ហ្នឹងទៅដោះស្រាយរឿងស្កេមឲ្យអស់ហ្នឹងនៅពេលណាបើហៅតែផ្លូវចូលស្រុកមិនបានផងនេះហើយឲ្យរដ្ឋាភិបាល$23ទៅដោះស្រាយរឿងស្កេមយ៉ាងម៉េចខ្ញុំឆ្ងល់បងប៉ុចសុកបងកឹមលីបងសម្បត្តិហើយសមាជអីគេដូចឈួតចាស់ឲ្យរដ្ឋាភិបាលដែលគ្មានប៉ូលីសគ្មានក្រសួងមហាផ្ទៃគ្មានអីហ្នឹងនៅក្រៅប្រទេសទៅដោះស្រាយរឿងស្កេមអនឡាញឥឡូវដោះស្រាយយ៉ាងម៉េចទៅដោះស្រាយនៅណាដោះស្រាយពេលណាមួយយ៉ាងវិញទៀតរដ្ឋាភិបាលកម្ពុជាគេកំពុងតែសម្រុកកម្ចាត់រឿងស្កេមអនឡាញពេញប្រទេសហើយខួរក្បាលនឹងក្បាលយើងនឹងអត់មើលទេអីក្បាលគេសហការជាមួយអាមេរិកសហការជាមួយកូរ៉េគេកំពុងតែធ្វើរួចទៅហើយអារឿងស្កេមហ្នឹងគេបានធ្វើគេកំពុងធ្វើហើយគេនឹងបន្តធ្វើរដ្ឋាភិបាលកម្ពុជាគេបានធ្វើគេកំពុងធ្វើនិងគេបន្តធ្វើចុះឯងនេះមកដាក់អីណាសេចក្តីសម្រេចអីឲ្យរដ្ឋាភិបាលនឹងដើម្បីដោះស្រាយរឿងស្កេមអនឡាញទៅដោះស្រាយអត់មិនរដ្ឋាភិបាលនៅក្រៅស្រុកនឹងមិនដឹងខ្យល់អីផងហ្នឹងរដ្ឋាភិបាលកម្ពុជាគេកំពុងតែធ្វើនេះហើយខ្លួនឯងនៅតែធ្វើស្អីហើយអញ្ចឹងអីយកមកដាក់ធ្វើជាសេចក្តីសម្រេចរួមដែរអូអញហើយឥឡូវបងប្អូនស្ដាប់ខ្ញុំនិយាយចំណុចទី2ហ្នឹងហេតុផលចំណុចទី2ហ្នឹងបងប្អូនយល់យ៉ាងម៉េចលោកបំបត្តិស្កេមអនឡាញពីព្រោះដើម្បីកិត្តិយសប្រទេសកម្ពុជាក្នុងពេលដែលខ្លួនឯងដើរបំផ្លាញប្រទេសកម្ពុជាបំផ្លាញកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាក្នុងពេលដែលខ្លួនឯងគ្មានសមត្ថភាពដើម្បីទៅបង្ក្រាបអនឡាញនៅក្នុងប្រទេសខ្លួនឯងកំពុងតែធ្វើនយោបាយស្កេមអនឡាញដែរហ្នឹងបែរទៅជាដាក់នយោបាយលុបបំបត្តិស្កេមអនឡាញគួរតែបន្ថែមលុបបំបត្តិស្កេមអនឡាញនិងអ្នកនយោបាយបោកអនឡាញផងគេហៅថា political scammer បាទគឺខ្លួនឯងហ្នឹងយល់អត់បញ្យល់ប៉ុណ្ណឹងចុះគេលោកវាល្ងងពេកគេលោកវាខួអន់អញ្ចឹងសគុណធិរៈឡុងបញ្យល់ប៉ុណ្ណឹងចុះចំណុចទី2ចំណុចទី3គេថាគេមិនទទួលស្គាល់រដ្ឋាភិបាលបច្ចុប្បន្ននឹងទេបងប្អូនឆ្ងល់ទេទី1គេថាគេនឹងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដោះស្រាយដោយតម្លាភាពនិងក្រុមគេនឹងធ្វើយ៉ាងម៉េចដោះស្រាយដោយតម្លាភាពរវាងព្រំដែនកម្ពុជាសៀមធម្មតាគេឲ្យតែពីជំរុញលោកហ៊ុនសែនឲ្យដោះស្រាយអាពួកនឹងតែធ្វើអីឥឡូវនេះរាល់ថ្ងៃហ្នឹងអញ្ចឹងបើយើងមិនទទួលស្គាល់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតអញ្ចឹងយើងមានសិទ្ធិអីទៅជំរុញឲ្យគេដោះស្រាយបើលោកឯងជាប្រជាពលរដ្ឋធម្មតាមិនបង្កើតរដ្ឋាភិបាលបើលោកឯងជាបកនយោបាយមិនបង្កើតរដ្ឋាភិបាលពងក្តោក្រៅស្រុកនឹងទេណាលោកឯងអាចនិយាយក្នុងនាម
គណៈបកនយោបាយនិរទេសដើម្បីឲ្យរដ្ឋាភិបាលដោះស្រាយបានប៉ុន្តែដល់ពេលលោកឯងคล้ายទៅជារដ្ឋាភិបាលមួយនឹងគេហើយលោកឯងមិនអាចជំរុញឲ្យគេធ្វើទៀតទេបើគេមិនធ្វើលោកឯងជារដ្ឋាភិបាលដែលតាំងខ្លួនទៅតំណាងឲ្យប្រជាពលរដ្ឋខ្មែរហ្នឹងត្រូវតែធ្វើខ្លួនឯងមិនចឹងអញ្ចឹងការប្រកាសមិនទទួលស្គាល់រដ្ឋាភិបាលបច្ចុប្បន្នសុំកុំផ្សព្វផ្សាយសុំកុំវសុំកុំឌៀមដាមឲ្យគេថាគេអត់ដឹងថាគេអត់អីនោះខ្លួនឯងធ្វើយកដីនឹងឲ្យបានទៅហើយចាំមើលអន្តរជាតិគេធ្វើជាមួយឯងដែរឬអត់ប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិទៅជួបប្រទេសដទៃហ្នឹងតើគេហៅក្រមរដ្ឋាភិបាលឯងនឹងទៅប្រជុំដែរអត់អានឹងបងប្អូនចាំមើលព្រោះកាលណាបើខ្លួនឯងមិនទទួលរដ្ឋាភិបាលនឹងថាមិនស្របច្បាប់វាតតែរដ្ឋាភិបាលឯងដែលបង្កើតដោយគ្នាឯងប្រមាណអ្នកហ្នឹងវាស្របច្បាប់ហើយត្រូវបានគេបកគលអាសនៈឲ្យពួកអ្នកឯងហ្នឹងនៅលើឆាកអន្តរជាតិយើងត្រូវនិយាយពីច្បាប់យើងកុំនិយាយទៅតាមសំអប់តាមមាត់ខ្លួនឯងចង់ថាបោកគេតាមអនឡាញព្រោះយើងត្រូវការគោរពច្បាប់ជាតិនិងច្បាប់អន្តរជាតិសំណួរសួរថាតើអ្នកឯងស្របច្បាប់អន្តរជាតិហើយឬនៅដែលតាំងខ្លួនមិនទទួលស្គាល់គេហ្នឹងចូលរដ្ឋាភិបាលកម្ពុជារាល់ថ្ងៃហ្នឹងអន្តរជាតិគេអត់ទទួលស្គាល់ដែរឬក៏គេទទួលស្គាល់ដោយសារតែគេទទួលស្គាល់ហើយជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលតំណាងឲ្យប្រទេសមួយហើយបានជាគេអញ្ជើញម្ដងជាពីរដងមួយឆ្នាំម្ដងអញ្ជើញរដ្ឋាភិបាលកម្ពុជាមកប្រជុំសហរដ្ឋអាមេរិកការដែលដោះស្រាយវិបត្តិប្រទេសកម្ពុជាជាមួយសៀមរដ្ឋាភិបាលអាមេរិកគេដោះស្រាយជាមួយរដ្ឋាភិបាលកម្ពុជាដែលមានការដឹកនាំដោយលោកហ៊ុនម៉ាណែតតែគេមិនបានយករដ្ឋាភិបាលដែលតំណាងឲ្យសៀមរដ្ឋាភិបាលសៀមរាំងស៊ីឬ23តុលាទៅចុះកិច្ចព្រមព្រៀងឯណាអត់ផងហ្នឹងអញ្ចឹងអានឹងអ្នកណាស្របច្បាប់អ្នកណាមិនស្របច្បាប់មុននឹងនិយាយនោះមានប្រើខួរគិតអត់នោះមិនទទួលស្គាល់គេតែសុំឲ្យគេដោះស្រាយរឿងព្រំដែនមិនទទួលស្គាល់គេថាគេមិនស្របច្បាប់ប៉ុន្តែអន្តរជាតិគេទទួលស្គាល់ខ្លួនឯងមកក្បាលពីក្បាលហ្នឹងគ្នាឯងប្រមាណក្រុមហ្នឹងអត់ទទួលស្គាល់ធម្មតាទេសម្បីតែក្រុមខំវាសនាក៏វាអត់ទទួលស្គាល់មានមនុស្សមួយចំនួនទៀតគេមិនទទួលស្គាល់អានឹងរឿងធម្មតាតាសំបីតែរដ្ឋាភិបាលពងក្តម23ដុល្លារក៏សកលតិរៈឡុងមិនទទួលស្គាល់ដូចគ្នាណាវាមានខ្មែរមិនទទួលស្គាល់ដែរតាប៉ុន្តែសំណួរសួរថាវាមិនសំខាន់នៅលើខ្មែរទទួលស្គាល់មិនទទួលស្គាល់ទេសំខាន់នៅលើភាពស្របច្បាប់អន្តរជាតិដែរឬអត់សំខាន់នៅកន្លែងនោះស្របច្បាប់អន្តរជាតិវាស្មើនឹងរដ្ឋាភិបាលតំណាងឲ្យខ្មែរទាំងមូលនិយាយអ្វីធ្វើអ្វីគឺតំណាងឲ្យប្រជាជាតិខ្មែរយល់អត់អញ្ចឹងចំណុចទី3ហ្នឹងបើមិនប្រកាសទទួលស្គាល់រដ្ឋាភិបាលទេអាចំណុចទី1វាប្រឆាំងគ្នាមែនទេជំរុញឲ្យរដ្ឋាភិបាលដោះស្រាយណាជំរុញឲ្យរដ្ឋាភិបាលទទួលខុសត្រូវជំរុញឲ្យលោកហ៊ុនសែនទទួលខុសត្រូវវាប្រឆាំងជាមួយនឹងអាចំណុចទី3ហ្នឹងមែនទេហើយលេងបៃលុកបៃឡដូចឈួតចឹងឯងជាខំប្រឹងដែរមិនទទួលស្គាល់គេប៉ុន្តែឲ្យគេដោះស្រាយរឿងព្រំដែនឲ្យគេដោះស្រាយរឿងព្រំដែនអញ្ចឹងអារឿងទទួលស្គាល់មិនទទួលស្គាល់ដោយលោកប្រធានស៊ីមរងស៊ីនិងក្រុមរបស់គាត់វាអត់មែនជាផ្លូវច្បាប់អន្តរជាតិទេវាជាពាក្យនៃក្រុមមួយចំនួនដែលប្រឆាំងជាមួយនឹងលោកហ៊ុនសែនតែប៉ុណ្ណោះវាមិនមែនតំណាងឲ្យប្រជាជនខ្មែរទូទាំងប្រទេសនិងតំណាងឲ្យច្បាប់អន្តរជាតិឡើយទី3ទី4ចំណុចទី4គេថាសូមឲ្យអង្គសមាជទទួលស្គាល់រដ្ឋាភិបាល$23និងដើរតាមលោកប្រធានសៀមរាំងស៊ីនេះអានឹងឆ្ងាញ់មែនតើយីសិតតាហៅគេនឹងឲ្យដើរតាមលោកប្រធានសៀមរាំងស៊ីទៀតឯងហើយណានៅពេលដែលគេនិយាយដើរតាមសម្ដេចដៃជូដើរតាមអីគេថាអូពួកនឹងត្រូវពងត្រូវផ្លោកដល់ខ្លួនឯងមួយម៉ាត់ណាក៏ដើរតាមលោកប្រធានសៀមរាំងស៊ីអានឹងស្មើនឹងបង្រៀនគេឲ្យត្រូវពងលោកប្រធានណែហ្នឹងយល់អត់គឺគេអត់ភ្លេចហ្មងដើរតាមលោកប្រធានក្រៅពីលោកប្រធានកុំដើរតាមចង់មានន័យអញ្ចឹងណាអានឹងស្អីគេអានឹងចោតគេគ្រូសាតកូលហ៊ុនកាន់អំណាចផ្ដាច់ការ
ដល់មកក្រុមសៀមរាំងស៊ីឲ្យដើរតាមលោកប្រធានសៀមរាំងស៊ីបើថាដើរតាមគោលនយោបាយរដ្ឋាភិបាល$23ទៅខ្ញុំមិនថាទេណាបងប្អូនស្ដាប់វីដេអូដែលបងឡុងរីគាត់លើកឡើងដើរតាមរដ្ឋាភិបាល$23និងដើរតាមលោកប្រធានសំរាំងស៊ីបងប្អូនថាមើលហើយអញ្ចឹងអីទៅប្រឆាំងជាមួយគេកើតដែរទៅប្រឆាំងជាមួយគេធ្វើអីថ្ងៃក្រោយបើថាអញ្ចឹងដើរតាមគោលនយោបាយនិងគោលការណ៍រដ្ឋាភិបាល$23ពីព្រោះប្រធានសៀមរាំងស៊ីថ្ងៃហ្នឹងអាចប្រធានស្អែកគាត់អាចឈឺលែងខ្លាយជាប្រធានអញ្ចឹងបើដើរតាមសៀមរាំងស៊ីមានន័យថាសៀមរាំងស៊ីនឹងកាន់រហូតគ្មានបំណងផ្លាស់ប្ដូរទេអញ្ចឹងគ្រាន់តែតំណែងខ្យល់ប៉ុណ្ណឹងសៀមរាំងស៊ីក្តាប់មិនលែងនឹងកូនចៅអាមីអាថោងនឹងក្តាប់មិនលែងឲ្យលោកប្រធានហើយចុះតម្រាំបើបានតែដឹកនាំប្រទេសទៀតគិតមិនទៅវិញឃើញទេនៅពេលដែលយើងនិយាយអីមួយវាបញ្ជាក់ពីសន្តានរបស់យើងដែលយើងចង់បានយល់ទេអានឹងចំណុចទី4ចំណុចទី5សំខាន់គឺគេអំពាវនាវឲ្យគ្រប់សមាគមអង្គការបកនយោបាយដែលប្រកាន់លទ្ធិប្រជាធិបតេយ្យទាំងអស់នាំគ្នាងើបឡើងដើម្បីដណ្ដើមយកប្រទេសសងប្រជាពលរដ្ឋវិញបងប្អូនពាក្យហ្នឹងសិតតែពាក្យអាឈួតជ្រូកគឹមសុកដែលវានិយាយហើយសៀមរាំងស៊ីនឹងតែងតែនិយាយអញ្ចឹងបបួលគេទៅដណ្ដើមប្រទេសស្មើនឹងទៅផ្ដួលរំលំហើយមានបកនយោបាយណាមានអង្គការណាដែលឈួតលីលាតាមការអំពាវនាវរបស់រដ្ឋាភិបាល$23នោះហើយប្រទេសប្រជាធិបតេយ្យឯណាដែលគេធ្វើនយោបាយទៅផ្ដួលរំលំមកថាបើលោកហ៊ុនសែនមិនប្រជាធិបតេយ្យទៅចោះក៏ប៉ុន្តែពួកឯងនេះអ្នកតាំងខ្លួនជាអ្នកប្រជាធិបតេយ្យនេះអាម៉េចក៏ទៅផ្ដួលរំលំរបបសំទោសសង្គមដែលដឹកនាំដោយប្រជាធិបតេយ្យតើគេមានចលនាអំពាវនាវឲ្យផ្ដួលរំលំផ្ទុយពីច្បាប់អញ្ចឹងដែរឬក៏យ៉ាងម៉េចឥឡូវខ្ញុំថាលោកហ៊ុនសែនគាត់ចង់ផ្ដួលរំលំយើងចោទគាត់ថាគាត់ផ្ដាច់ការចុះយើងអ្នកប្រជាធិបតេយ្យបបួលអំពាវនាវឲ្យគេទៅផ្ដួលរំលំរដ្ឋាភិបាលនេះសួរថាតើប្រជាធិបតេយ្យម៉ែអាណាដែលបង្រៀនអ្នកឯងឲ្យធ្វើអញ្ចឹងតើប្រទេសអាចុយម្រាយណាដែលបង្រៀនអ្នកឯងឲ្យទៅផ្ដួលរំលំគេអញ្ចឹងហ៎អានឹងប្រទេសប្រជាធិបតេយ្យយើងកុំនិយាយពីរឿងកុំនេះយើងនិយាយពីប្រជាធិបតេយ្យអត់សម្ដីយើងបបួលគេទៅផ្ដួលរំលំហើយគេថាយកប្រទេសសងប្រជាពលរដ្ឋវិញពាក្យហ្នឹងអាពោតវានិយាយមុននឹងវាកាន់អំណាចវាប្រើប្រាស់ប្រព័ន្ធឃោសនាវាបញ្ចុះប្រព័ន្ធឃោសនាវាថាយើងកំចាស់ចោលរបបសក្តិភូមិនិយមរបបមូលធននិយមរបបរាជានិយមយើងយកប្រទេសហ្នឹងឲ្យប្រជាពលរដ្ឋរស់នៅដោយសេចក្តីថ្លៃថ្នូរនិងស្មើមុខស្មើមាត់ជាមួយគ្នាប្រជាពលរដ្ឋមួយចំនួនធំរបស់ខ្មែរជឿតាមការឃោសនារបស់ប៉ុលពតគេយកប្រទេសមកមានឲ្យប្រជាពលរដ្ឋឯណាស្មានតែកំតិចរបបលន់នល់បានគេយកប្រទេសនឹងជូនប្រជាពលរដ្ឋយកផ្ទះនឹងជូនប្រជាពលរដ្ឋមានអីប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញគេចម្លៀសទៅតាមជនបទទាំងអស់គេយកមនុស្សទៅធ្វើស្រែទាំងអស់កន្លែងខ្លះគេប្រអប់បាយទៀតកន្លែងខ្លះគេឲ្យបាយស៊ីគ្រប់គ្រាន់បែងចែកខ្មែរចាស់ខ្មែរថ្មីបែងចែករបបអ្វីទាំងអស់របស់អង្គការទាំងអស់មិនមែនរបស់ម៉ែឯងមិនមែនរបស់ម៉ែអញមានរស់នៅស្មើភាពគ្នាណាអារបបវណ្ណៈនិយមអារបបសក្តិភូមិនិយមនឹងរឹតតែអាក្រក់ជាងមុនទៅទៀតវាគ្រាន់តែបដូរពីសក្តិភូមិមួយទៅសក្តិភូមិមួយតែពីរបបមូលធនមួយទៅរបបមូលធនមួយតែគ្រាន់តែប៉ុណ្្នឹងតាអាក្រក់ជាងមុនទៅទៀតអញ្ចឹងបានខ្ញុំឮពួកនឹងនិយាយថាទៅតដើមយកប្រទេសសងប្រជាពលរដ្ឋហ្នឹងអាហ្នឹងគ្រាន់តែជាពាក្យបោកប្រាស់ដែលអ្នកនយោបាយថោកទាបនិងអ្នកនយោបាយដេរិឆានសម្រាប់ខ្មែរគ្នាឯងជំនាន់មុនណាបានបង្កើតឡើងឥឡូវមកអាការធ្វើនយោបាយក្នុងសង្គមប្រជាធិបតេយ្យហ្នឹងប្រើទ្រឹស្ដីកុម្មុយនីសប្រើទ្រឹស្ដីឈួតលីលាហ្នឹងយកមកអំពាវនាវបោកប្រាស់ប្រជាពលរដ្ឋនិងក្មេងៗជំនាន់ក្រោយឥឡូវទៀតឃើញទេគេអត់និយាយថាដណ្ដើមប្រទេសយកឲ្យរដ្ឋាភិបាល$23គេទេគេថាដណ្ដើមប្រទេសយកសងបញ្ជូនប្រជាពលរដ្ឋសំណួរសួរថាតើអាណាអ្នកទៅដណ្ដើម
tí bằng phót bong ôn cha mưa bom piêu nên ao bị chi bọt ngược cả đài hỏi bộ nâng nó kẹo sọc đi bộ nâng vô bọc buôn vô câu mà nơi kẹo sọc đằng hủi luôn đằng hỏi bộ kế ông piêu nếu ao bong ôn ngược lại ngó bong ôn cho cục bong ôn bay bạc cầm cua sa bong ôn bạc bong trọc sầm bạc bong ôn cà phê về lia bong ôn vị nhiệt bật tê đào xa ta bong ôn đào pê út giờ ho thà vì chuột cháy mà phay sam sắp năm khỏi từ chuột cháy bộ ở đây nơi kẹo sọc từ căn bật tê nâng mẹ bọc bong ôn từ đại rồi bọc bộ anh nhạc piêu nia đấy chuột li li nè bong ôn mình đang cà phê chân non pol pot còn chẳng cà phê chân non na còn chẳng sầm lại xe nút còn chẳng ông piêu nêu cho láng ti bằng phật mạch chim phật mạch vậy bỏ vót từ xa ban bằng riêng bong ôn lùi ọt từ hơi công phơ điết bộ rọt khmer nó là môn chọc phơ đâu nè là môn chọc phơ đâu cuaแต่ริเรียนึ่งบันตอริเรียนึ่งเรียกซานในไว้ได้กำปงเมียนให้นึ่งบันตอเมียนให้บังคับเอาเวียนเมียนสักการณ์กุลเพียบคลังจริงนึ่งต่อติดอันนั้นคือจะไว้ได้บอมโอนไปจีบรักแม่กูแต่ทั่วให้บัดเฟอตามปูนั่งไงเติมกระดุมลุงไหมบอมโอนสมาร์นลูกคนสายเอากระดุมลุงเงี้ยบอมโอนขยมเพียบเทียบเอาติดมือแต่รถบาร์บอคำมันไหนประเทศรังพอไงเนี่ยรถบาร์บอคำมันไหนบอมโอนคือไงสมาร์นน่ะประดอยเอาอย่างไรตึกประโดระบอคำมันไหนบานสูสวนได้ฮะสมาร์นงี้นะให้ตึกประโดระบอคำมันไหนนู้ให้บอมโอนดังตาวิมีนปัญหาเอ๋มันงี้ใจตึกประโดบานนี่นะเหม็นกรมคำมันไหนนึงเอาประโดตามชัดได้นะnơiประเทศโตnơi đầm quanโตมุ้ยก็ปุ่นนังสกจัดtừ nơi bằng đại luôn to su đẻ đôi khi chẳng trong từ đâu từ câu hôn bà dương miền tuộc vay đánh từ câu hôn của họ tuộc dương vì khang chiên từ câu hôn đánh từ câu hôn tới từ câu hôn còn nơi tàu vay to tăng cho môi dương mẹ đánh sú lên đấy không rồi ấp từ câu hôn có mẹ đào bên bộ xiêm ràng si đứng lại từ đất nonประเทศnàyอุตหะโดยประเทศเวเนซุเอลาอัดอมปีนิโคลัสมาดูโรอนุประเทศนี้แต่ประเทศใดมาปีปะแต่มุ้ยจะมุ้ยนั้นประเทศนี้แต่ประเทศนิโคลัสมาดูโรพลักโดนโยบายปุ๊บเธอการจะมุ้ยอเมริกเปล่ากันนักปะกรอนดับโดขนมยากาใบบุญชนามนั้นเธอการจะมุ้ยอเมริกไงขอจองพลักโดไอติดก็กีบโดบานแกหาท้าบดใบนโยบายเคยไหมตีบังพดกันนักปะระบบนี่ก็ลักมาดาโรเนื้อแต่ดักนอมแต่ได้ก่อนนั้นมาดาโรครุ่นเองจบกบในอเมริกเพื่อการจะมุ้ยนั่งกันนักปะนี่ก็ลักมาดาโรแต่ได้ไอ้อัดเมียนตะโกลฮนกับปันไตเกี่ยไอ้เนื้อเพื่อจะมุ้ยกันนักปะไปชี้จุนแต่ได้วิมเมนดอเวนซิมอย่างซีเต้ Do you understand what I'm talking about นะวิมมันตอนดอเวนพูดในไอ้เต้อัดตะโกลฮนnếu ta cả nạp bạc phải chơi chun đất non bờ tây đại nè hai nhà nam mê bạc mình ta cầu hôn hai bà trong đô rồng lúng người ta tập bánh cái này đô ta cruza ta cầu hôn mạnh mẽ và ta cầu hôn nâng bờ thiên bạc phải chơi chun rồi nâng to ta cầm tích cái nạp bạc phải chơi chun từng ngõ hai cầm tích cái nạp bạc phải chơi chun từng ngõ mấy bà quán là sớm mai chơi cái nạp bạc phải chơi chun tu trang bờ tây nâng phèm liên chết vào mùi liên nhẹ chiềng này nè sớm mai chơi để miên cát đấy để miên cát cái nạp bạc phải chơi chun này vào mùi liên nhẹ bạc thôi nè lấy nâng vào mùi liên nhẹ chiềng bạc này nè nângการได้เมียนสิทธิ์บอชนานะอดเมนเนี่ยได้อดตอนเมียนสิทธิ์บอชนาเนี่ยยี่ปีเนี่ยเมียนสิทธิ์บอชนาประมวยเรียนเนี่ยจริงบาทไหนนะอันนั้นรัฐพอปีจะนอนมุ่นจ่อเลยดังประมาณที่สมัยเจอขณะแบบจีจุนดังการล้างเราประมาณที่ยืมดังนี้ปัญไตเนี่ยได้ความโถขณะแบบไปจีจุนก็เชิญไหนเนี่ยในกระดาษก็เชิญเนี่ยความโถซีมดังซีเลยนั้นเบอร์ปีมุ่นเบอร์ปีปอนดอกใบยังทำเมียนสายสับปีโรยจ่ออะไรนั้นแต่ซาตายเหืองกันนะปะสังครูเชียดนั้นอะไรนั้นไปให้ซ้อมดอกปีโรยพองกลุ่มนั้นในกองโถลูกซีมดังสีนะกินนมคนนี้แต่กองโถนั่นนี่เนี่ยนุ่งอ๋อฮะนั่งซีมดังสีนั่งในสองขมายเมียนประมาณเนี้ยได้กี่กองโถอัดเต้เมียนประมาณเนี้ยที่กองโถแต่เนี้ยในกางแขวนั่งชูลีเลียนในกางแขวนั่นนะอันเนี้ยมาจีบได้มันบานตัวเลียนสองขมายเพราะนั่งนะ
អ្នកខ្លះទៅធ្លាប់ស្អប់លោកហ៊ុនសែនពីមុនមកហ្នឹងចេះតែស្អប់តគ្នាទៅហ្នឹងណាចេះស្អប់តគ្នាទៅហ្នឹងមានដឹងអីផងហ្នឹងនៅក្នុងស្រុកខ្មែរឥឡូវនោះគេមិនពេញចិត្តការដឹកនាំមែនក៏គេមិនពេញចិត្តលោកសៀមរាំងស៊ីដែរគេសុកចិត្តនៅកណ្ដាលកន្លែងណាក៏គេមិនទៅដែរកន្លែងណាក៏គេមិនទៅដែរគេសុកចិត្តនៅកណ្ដាលចឹងឃើញទេអញ្ចឹងបើយើងចង់ទៅផ្ដួលរំលំគេសួរសិនថាតើយើងមានសមត្ថភាពផ្ដួលរំលំយកប្រទេសសងប្រជាពលរដ្ឋដែរឬអត់ចម្លើយគឺអត់អានឹងហើយគេហៅថាអ្នកនយោបាយអួតមិនស្មើនឹងអ្នកនយោបាយដែលមានឥទ្ធិពលមិនមែនមកយុរដ្ឋកមិនអញ្ចឹងអ្នកនយោបាយខួអន់មិនស្មើនឹងមនុស្សល្ងងយល់ទេអ្នកនយោបាយអួតដោយក្រុមលោកប្រធានសៀមរាំងស៊ីអួតចង់ទៅដណ្ដើមប្រទេសហើយបបួលគណៈបកនយោបាយប្រជាធិបតេយ្យដតីទៅផ្ដួលរំលំរដ្ឋាភិបាលមួយដើម្បីយកប្រទេសសងប្រជាពលរដ្ឋសំណួរសួរថាតើបកនយោបាយឯណាគេភ្លើតាមពួកលោកសៀមរាំងស៊ីនឹងនោះតើមានអ្នកណាគេភ្លើមានតែខ្លួនឯងប្រមាណគ្នានៅក្រៅស្រុកនឹងឯងនៅក្នុងស្រុកបកក្នុងស្រុកគេរៀបចំការបោះឆ្នោតទោះជាបោះឆ្នោតទៅត្រឹមត្រូវមិនត្រឹមត្រូវគេនាំគ្នាប្រយុទ្ធនៅក្នុងការបោះឆ្នោតណាចំណែកឯឯងអំពាវនាវចំណុចទី5ហ្នឹងអំពាវនាវឲ្យគេហ្នឹងមកចូលរួមជាមួយខ្លួនគេភ្លើណាគេអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញប្រទេសកម្ពុជាប្រជាធិបតេយ្យដែលមានចែងនៅក្នុងច្បាប់ប្រទេសកម្ពុជាឯងទៅនាំគេខុសច្បាប់ផ្ដួលរំលំស្មាននៅគណៈបកក្នុងស្រុកហ្នឹងភ្លើណាទោះជាគណៈបកក្នុងស្រុកហ្នឹងអតីតជាកូនចៅលោកសៀមរាំងស៊ីក៏ដោយគេក៏មិនភ្លើដល់ថ្នាក់ទៅចូលដៃជាមួយនឹងរដ្ឋាភិបាល$23ដែលជារដ្ឋាភិបាលគេថ្កោលទោសខុសច្បាប់នឹងដែរយល់អត់ចឹងចំណុចទី5ហ្នឹងគឺជាចំណុចដែលពួកនឹងធ្វើទៅមិនកើតទេណាទី1ខ្ញុំសង្ខេបមកវិញសរុបមកវិញទី1រកអ្នកទទួលខុសត្រូវលើបញ្ហាសៀមឆ្លៀនពៀនគោលដៅរបស់ពួកហ្នឹងគឺឲ្យក្រុម$23ហ្នឹងចោតប្រកាន់ទៅលោកហ៊ុនសែនតែប៉ុណ្ណឹងបងប្អូនមិនជឿចាំមើលចេញពីហ្នឹងទៅគេឃោសនាហ្នឹងចាប់ដើមចោតហ៊ុនសែនកាត់ដីឲ្យសៀមកាត់ដីឲ្យយួនដដែលហ្នឹងតាំងពីមុនមិនទាន់នេះម៉េចណាតាំងពីចាប់ដើមមុននេះពួកអាចោតកាត់ដីហ្នឹងវាអត់មានអីថ្មីទេលោកបំបត្តិ scam online ទាំងខ្លួនឯងដើរបំផ្លាញកិត្តិយសកម្ពុជាហើយខ្លួនឯងគ្មានសមត្ថភាពដើម្បីទៅលុបបំបត្តិ scam online សំបីតែបន្តិចមិនទទួលស្គាល់រដ្ឋាភិបាលគេប៉ុន្តែមួយថ្ងៃសុំឲ្យគេចរចាជាមួយខ្លួនមួយថ្ងៃសុំឲ្យគេដោះស្រាយខ្លួនឯងបង្កើតរដ្ឋាភិបាលដែរមិនដោះស្រាយទេបែរទៅជាស្នើសុំឲ្យលោកហ៊ុនម៉ាណែតមិនបានមិនប្តឹងអាគេប្តឹងក៏ថាគេមិនប្តឹងអាគេដោះស្រាយរឿងជាតិកំពុងតែដោះស្រាយរាល់ថ្ងៃកសែតព័ត៌មានអីផុសមួយថ្ងៃវងងាកវាថាអត់ប្តឹងវាថាគេអត់ធ្វើឲ្យបាត់ដីគេតវ៉ាគេដាក់ការទូតអីហ្នឹងគេផ្សាយគ្រប់គ្នាពួកអាឈួតហ្នឹងអត់យកព័ត៌មានខ្មែរអត់យកព័ត៌មានខ្មែរហ្នឹងមកផ្សព្វផ្សាយទេបែរទៅជាយកព័ត៌មានស៊ីមកផ្សព្វផ្សាយបងប្អូនគិតមើលថោកដល់កម្រិតណាហើយតាំងខ្លួនឯងអ្នកផ្សាយព័ត៌មានពិតទៀតពិតអាចអីពិតស្អីព័ត៌មានខ្មែរឃើញកំណត់ទូតដែលខ្មែរក្រសួងការបរទេសអីហ្នឹងគេចេញមកបដិសេធយ៉ាងណាអត់មានយកមកផ្សាយប្រឆាំងជាមួយសៀមទេប៉ុន្តែបើសៀមនិយាយតែបន្តិចចោលទៅលោកហ៊ុនសែនអានេះបន្តចោលបន្ថែមណែអានឹងហើយដែលហៅថាពួកអាសនៈសៀមនោះហើយបើគេដកសញ្ជាតិឯងកុំស្ដាយក្រោយបើទេណាខ្ញុំប្រើពាក្យបើគេដកសញ្ជាតិពួកឯងកុំស្ដាយក្រោយកុំទៅជេរគេពីព្រោះពួកឯងវាថោកអញ្ចឹងប្រធានបទដែលខ្ញុំលើកឡើងនិយាយនៅថ្ងៃនេះគឺពាក់ព័ន្ធជាមួយនឹងរឿងសេចក្តីសម្រេច5ចំណុចហ្នឹងសេចក្តីសម្រេច5ចំណុចដាក់ឲ្យរដ្ឋាភិបាល$23ធ្វើហ្នឹងគឺអត់បានប្រយោជន៍អីទាំងអស់សិតតែគ្មានសមត្ថភាពធ្វើទាំង5ហ្នឹងអាទាំង5ចំណុចហ្នឹងអត់មានសមត្ថភាពធ្វើទាំងអស់មានតែមួយចំណុចទេដើរតាមលោកប្រធានសៀមរាំងស៊ីមានតែមួយចំណុចហ្នឹងឯងអានឹងឈួតធម្មតាទេអានឹងដើរតាមលោកប្រធានសៀមរាំងស៊ីហ៎ចឹងគឺធ្វើម៉េចកុំឲ្យគេលែងដើរតាមលោកប្រធានសៀមរាំងស៊ីចឹងហើយបានជាក្នុងសមាជហ្នឹងគេសម្រេចថាណែត្រូវតែដើរតាមលោកប្រធានសៀមរាំងស៊ីជាយោលោកប្រធានឃើញទេមានតែមួយនឹងក្រៅពីហ្នឹងគឺអត់ទាំងអស់រដ្ឋាភិបាល$23ហ្នឹងធ្វើអីមិនបានទេ4ចំណុចហ្នឹងខ្ចោលទេក្រៅតែពីចោតជំនួសសៀមអា4ចំណុចហ្នឹងគឺកំពុងតែបំរើឲ្យសៀមបាទចំណែកឯអាចំណុចដើរតាមលោកប្រធានហ្នឹងមានន័យថាបើលោកប្រធានហ្នឹងឆ្កែសៀមអាអ្នកដើរតាមហ្នឹងកូនឆ្កែសៀមលែងខ្មែរហើយអាហ្នឹងខ្ញុំនិយាយទូទៅ
ហើយចាំសម្ដីសកុនរៈឡុងនិយាយចាំសម្ដីសកុនរៈឡុងនិយាយគឺរឿងវិញចឹងឯងអត់មានអីទេក្រៅតែពីទម្លាក់កំហុសចោតប្រកាន់ហ្នឹងប៉ុណ្ណឹងមានអីទេហើយបងប្អូនមិនជឿចាំតាមដានទៅមើលប្រព័ន្ធផ្សព្វផ្សាយពួកគេហ្នឹងគឺប៉ុណ្ណឹងខ្ញុំព្យាករទុកឲ្យហើយណាព្យាករទុកឲ្យហើយទុះទាយទុកឲ្យហើយបាទអញ្ចឹងការបកស្រាយរបស់ខ្ញុំមានតែប៉ុណ្្នឹងទេពាក់ព័ន្ធនឹងរឿងសេចក្តីសម្រេចរបស់ក្រុម$23ហ្នឹងគឺថាខ្ញុំសូមនិយាយតែប៉ុណ្្នឹងចោះប្រិយមិត្តណាបាទឥឡូវខ្ញុំ live 1ម៉ោងជាងហើយចឹងទេខ្ញុំគ្មានអីបន្តទៀតទេសូមជូនយោបល់និងបកស្រាយប៉ុណ្ណឹងហើយសូមអភ័យទោសបងប្អូនស្ដាប់បានមិនបានឬក៏ល្មមបងប្អូនអាចយល់បានហើយជួយផ្សព្វផ្សាយគ្នាទៅជួយផ្សព្វផ្សាយជួយបញ្យល់គ្នាទៅបញ្យល់តាមហេតុផលមិនមែនបញ្យល់ក្នុងន័យការពារបងក្តរសំទោសការពារគណៈបកនយោបាយឬក៏ការពារមេដឹកនាំអីទេអត់ទេនិយាយហេតុផលនៅក្នុងសច្ចធម៌ខ្ញុំមិនការពាររាជរដ្ឋាភិបាលក៏ខ្ញុំមិនបន្ទោសទាំងស្រុងនឹងស្អប់ខ្ពើមទៅពួក$23ដែរប៉ុន្តែគ្រាន់តែបញ្យល់ឲ្យដឹងថាអ្វីដែលខ្លួនដាក់ចេញមកហ្នឹង